ឥឡូវអាជាហ្នឹងចង់កាន់ជើងថៃទៀតហ្នឹងក្តៅក្តៅអញបើក Facebook មើលអញឡើងញ័រសាញ់ឃើញអាជានិយាយវាថាយើងធ្វើពហិការមិនប្រើផលិតផលថៃហ្នឹងយើងអ្នកអត់ជន់ធោះសប្ថ្ងៃហ្នឹងណាអញប្រាប់ហើយគិតទៅអាវុធមានតែមួយហ្នឹងគត់គឺអាពហិការមិនប្រើរបស់ថៃតែមួយហ្នឹងគិតបើហើយអត់ពហិការទេអារបស់ថៃហ្នឹងនៅតែប្រើប្រាស់ងាប់ហើយសេដ្ឋកិច្ចថៃនៅតែដើរហ្នឹងវាចាំតែចរចាជាមួយយើងទៅមានតែមួយគត់ហ្នឹងខ្មែរយើងមានកំភ្លើងណាបាញ់គេមានតែពហិការហ្នឹងមួយគត់លេងអាជាថាពហិការហ្នឹងមិនត្រូវទេអាជាអញបើ Facebook ឡើងឃើញអានឹងឡើងញ័រសាច់ហ្មងហើយវាទៅថតជាមួយនឹងស្ត្រីទី1ស្រុកខ្មែរប្រពន្ធនាយករដ្ឋមន្ត្រីយើងយល់ទេគ្រប់ត្រូលគ្នាឥឡូវឯនោះប្រពន្ធនាយករដ្ឋមន្ត្រីយើងគ្រប់ត្រូលខ្មែរធ្វើពហិការមិនប្រើរបស់សៀមប្រពន្ធនាយករដ្ឋមន្ត្រីយើងធ្វើគ្រប់ត្រូលពហិការហើយដល់ពេលអាខ្ជាហ្នឹងប្រឆាំងនឹងពហិការអាចជួយម្លាយវានិយាយស្អីច្រើនណាស់វាថាអ្នកធ្វើពហិការហ្នឹងអ្នកជ្រុលនិយមឯងសិតតែអ្នកដែលលក់របស់ប្រឆាំងជាមួយសៀមហើយលក់មិនដាច់វាថាលក់សាំងអីចឹងណា PTT សាំងសៀមហើយដល់ពេលអាអ្នកលក់សាំងប្រឆាំងមួយសៀមហ្នឹងការ៉ាស់សាំងផ្សេងហ្នឹងអាហ្នឹងហើយដែលជេរសៀមលឺចឹងទេពីព្រោះវាលក់ផលិតផលហ្នឹងវាអត់ដាច់ដល់ពេលអញ្ចឹងវាខំប្រឹងជេរសៀមទៅឲ្យខ្មែរទាំងអស់ហ្នឹងស្អប់សៀមហ្នឹងទៅឲ្យខ្មែរហ្នឹងមកចាក់សាំងអាសាំងផ្សេងពី PTT នឹងទៅអាចោងាប់ម្ចាស់ការ៉ាសាំងម្ចាស់ការ៉ាសាំងដែលថាប្រឆាំង PTT នឹងមានប្រមាណគ្រាប់ហ្នឹងយល់ទេគឺថាខ្មែរទូទៅតើជេរសៀមហ្នឹងប្រឆាំងមួយសៀមហ្នឹងនេះអាខ្ជានេះអាងាប់ប្តីមីគ្នេសុងនេះហើយគិតល្មិចប្រពន្ធនាយករដ្ឋមន្ត្រីហើយទៅថតជាមួយហ្នឹងអាហ្នឹងគ្រប់ត្រូលតាគ្រប់ត្រូលការប្រឆាំងមួយសៀមហ្នឹងមិនប្រើផលិតផលសៀមហ្នឹងខ្មែរប្រឹងចង់ងាប់ចង់រស់ហើយពហិការណាចាប់តែអាខ្ជាថាពហិការហ្នឹងសិនអ្នកមិនយល់ធម៌ណែមិនយល់ធម៌ទៅយកប្រពន្ធគេដោយហើយងក់អានោះមិនយល់ធម៌អាចចង្រៃវាទៅជាគេធ្វើពហិការត្រឹមត្រូវនេះវាទៅថាគេមិនយល់ធម៌ទៅវិញអាងាប់អាខ្ជាអើយអាខ្ជាអញបើក Facebook មើលសម្ដាប់តលេងអាខ្ជាសឹងតែមិនដល់ចប់ក្តៅអាខ្ជាពេកនេះអានេះអាចចង្រៃខ្មែរមានតែមកក្បាច់ហ្នឹងមានអាវុធអីគេមានតែក្បាច់ហ្នឹងឯងមកក្បាច់ឲ្យរឿងសេដ្ឋកិច្ចសៀមធ្លាក់ដល់ខ្មែរមិនប្រើផលិតផលសៀមហ្នឹងហើយបានខ្មែរមានទឹកមាត់ទៅចរចាជាមួយគេហ្នឹងសេដ្ឋកិច្ចសៀមឡើងរងថ្ងៃធ្លាក់ចង់ងាប់ចង់រួងដោយសាររឿងខ្មែរមិនប្រើហ្នឹងហើយខ្មែរមានតែមកក្បាច់ហ្នឹងមានតែមកគ្រាប់ហ្នឹងអាចជួយម្លាយអាខ្ជាអាឡប់អាខ្ជាអត់ទៅគប់ល្មិចវាបានទៅឡប់អញ្ចឹងខ្ជាហើយទៅដោះស្រាយល្មិចមួយពុននាយករដ្ឋមន្ត្រីឯនោះគ្រប់ត្រូលការមិនប្រើផលិតផលសៀមហើយអាខ្ជានេះគ្រប់ត្រូលប្រើផលិតផលសៀមមើលអាខ្ជាអញក្តៅដល់ហើយអញលឺអាខ្ជាក្តៅនិយាយក្តៅខ្មែរមានតែមួយគ្រាប់ហ្នឹងមានតែមួយគ្រាប់ហ្នឹងបើខ្មែរមិនបានធ្វើឲ្យសេដ្ឋកិច្ចសៀមធ្លាក់ដោយសារពហិការមិនប្រើផលិតផលសៀមទេអូមិនបាច់ទៅចរចាជាមួយវាបើសេដ្ឋកិច្ចវានៅដើរដដែលនោះមិនបាច់ចរចាជាមួយវាទេអាទៅគប់អាក្បាញ់ដឹងរឿងអីទៅអញ្ចឹងទៅអាទៅគប់ឯងខំអត់ធ្វើចង់ងាប់អញក្តៅចាប់និយាយថាមិនមែនយើងអត់ចាក់សាំងគេ1លីត្រ2លីត្រហ្នឹងគេទិញគ្រាប់មិនបានទេគេគ្រាប់គេទិញមួយហើយអាចង់ងាប់អាគ្រាប់គេទិញមួយហើយក៏ដោយដល់ពេលសេដ្ឋកិច្ចធ្លាក់ឥឡូវវាចង់លក់គ្រាប់ហ្នឹងយកលុយទិញបាយស៊ីវាអត់មានបាយស៊ីទេអាគ្រាប់មានទិញមួយហើយប៉ុន្តែសេដ្ឋកិច្ចវាធ្លាក់នេះអាទៅគ្រាប់អាទៅគ្រាប់បោះសៀមផ្លោងមកចំក្បាលខ្ជាទៅក្តៅមិនទៅឡប់អញ្ចឹងឡប់អាខ្ជាទៅប៉ុណ្ណឹងបាននិយាយ